giờ tới chùm một chứ ở đây em Tâm ơi. សូមគោរពជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានដំណើរកម្សាន្តទៅទឹកធ្លាក់មួយកន្លែងដែលមានសមាជិកចូលរួមចំនួន5នាក់ហើយថ្ងៃនេះគឺជាថ្ងៃចុងសប្តាហ៍ក៏ដូចជាថ្ងៃសម្រាប់ពីការងារពួកខ្ញុំក៏គិតគ្នាថានឹងធ្វើដំណើរទៅទីនោះដើម្បីបោះតង់និងប្រមាញ់ត្រីដើម្បីយកមកធ្វើម្ហូបទាំងពេលព្រឹកនិងពេលល្ងាចហើយថ្ងៃនេះដែរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅធ្វើដំណើរជាមួយពួកខ្ញុំដើម្បីទទួលបទពិសោធន៍ថ្មីនៅរដូវកាលខែភ្លៀងដំណើរកម្សាន្តមួយនេះដែរគឺខុសពីរាល់ដងដោយដំណើរកម្សាន្តមួយនេះគឺធ្វើដំណើរជាក្រុមហើយការធ្វើដំណើរជាក្រុមមួយនេះគឺយើងសហការគ្នាដោយមានខ្លះទៅរកអស់ខ្លះទៅរកកូនឈើដើម្បីធ្វើដំបូលការពារទឹកភ្លៀងខ្លះដាំបាយខ្លះបង្កាត់ភ្លើងដើម្បីបំភ្លឺនៅពេលរាត្រីនៅពេលដែលពួកយើងធ្វើដំណើរដល់ទឹកធ្លាក់មួយនោះពួកយើងមើលឃើញថាទឹកធ្លាក់មានសភាពហូរបោកខ្លាំងដោយសាររដូវខែនេះគឺជារដូវភ្លៀងអញ្ចឹងហើយទឹកវាមានការកើនឡើងដែលធ្វើឲ្យទឹកវាមានសភាពខ្លាំងតែមានកន្លែងខ្លះក៏អាចយើងចោះងូតនឹងហែទឹកលេងកំសាន្តបានផងដែរក៏ប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ហើយរដូវកាលនេះយើងមិនអាចបោះតង់ក្បែរមាត់ទឹកបានទេព្រោះទឹកអាចនឹងជន់ឡើងដោយយើងមិនដឹងខ្លួននៅពេលដែលយើងសម្រាកពេលយប់និយាយទៅគឺខែនេះយើងមិនអាចទៅបោះតង់ក្បែរមាត់ទឹកមាត់ជុំមាត់អូបានឡើយបើសិនជាពុកម៉ែបងប្អូនចូលចិត្តវីដេអូមួយនេះសូមពុកម៉ែបងប្អូនជួយចុច follow page Go with me ដែលខ្ញុំបាទសុភ័ក្រដើម្បីទទួលវីដេអូដំណើរកម្សាន្តផ្សេងៗទៀតសូមអរគុណសូមពុកម៉ែបងប្អូននិងអ្នកទាំងអស់គ្នាទស្សនាវីដេអូពេញដោយក្តីរីករាយសូមអរគុណតាមអា4ណាស់3ណាស់តាមណាស់គឺតែខ្វះទេអត់ចូលទេណាស់អត់ចូលណានេះរៀងខ្លះដែរនេះยังទៅចាញ់ស្អីវាបោកគ្នាទេអាចទៅមើលគិតឃើញថ្ងៃហ្នឹងចាញ់បោកបេករហូតម៉ែអើយ
hai đam mà xây đôi cái lan đây ta bữa nay con của bác phải sẽ cam này sạt đây xong rồi giúp không thơm mà trời ơi Tâm ơi đây thế là khơi bọc ấy đừng vì rồi chào họ bọc là thabo ấy đâu có kita dapat pesan naik lega mau cakap naik apa tempat punya tại đây đi không có sao không and vua